បាទជំរាបសួរលោកគ្រូឧទ្ទេសថ្ងៃនេះខ្ញុំបាទមកបកស្រាយមេរៀនការវិតម្លៃក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពអញ្ចឹងលោកគ្រូអ្នកគ្រូប្រកាសជាដឹងហើយថាការវិតម្លៃក្នុងថ្នាក់រៀនដែលប្រកបដោយមានប្រសិទ្ធភាពគឺមានគោលបំណងអីខ្លះគឺគោលបំណងទី1គឺផ្ដល់ភាពត្រឹមត្រូវនិងអាចទុកចិត្តបានថែមទាំងមានភាពយុត្តិធម៌សម្រាប់ការសិក្សាសិស្សដើម្បីលើកកម្ពស់និងលើកទឹកចិត្តដើម្បីឲ្យការនិងសម្រេចចិត្តដល់ការបង្រៀនមូលហេតុដែលធ្វើនេះដើម្បីឲ្យដឹងពីលទ្ធផលនៃការសិក្សារបស់សិស្សនិងដើម្បីលើកទឹកចិត្តការបង្រៀននិងដើម្បីសម្រេចចិត្តលើការបង្រៀនរបស់លោកគ្រូអ្នកគ្រូបើសិនជាអត់ធ្វើមិនដែរបើសិនជាអត់ធ្វើយើងអត់ដឹងពីការរៀនរបស់សិស្សទេហើយយើងក៏អត់ដឹងថាការបង្រៀនរបស់យើងតើវាល្អវាមិនល្អឬក៏ការបង្រៀនរបស់យើងហ្នឹងវាត្រឹមត្រូវឬក៏បានផលឲ្យសិស្សដែរឬទេអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានគោលដៅច្បាស់និងសមស្របចំនួន2ធំគឺត្រូវកំណត់គោលដៅឲ្យបានច្បាស់សមស្របទៅនឹងស្តង់ដារនៅកម្រិតសិក្សាតាមការកំណត់របស់ក្រសួងអប់រំបើយើងធ្វើការវិតម្លៃលើការសិក្សារបស់កូនសិស្សចំណែកឯសិស្សត្រូវដឹងថាត្រូវរៀនអ្វីនិងត្រូវវិតម្លៃដោយរបៀបណាអញ្ចឹងចំណុចនេះគឺសំខាន់ចឹងយើងធ្វើមិនដឹងថាការវិតម្លៃនឹងដោយរបៀបណាឬក៏យើងត្រូវរៀនពីអីឧទាហរណ៍ថារៀនពីកំណាព្យចឹងត្រូវវិតម្លៃលើការវាស់ជាងការតែងការវាស់ជាងការចងជួនចង្វាក់និងការសូត្រកំណាព្យជាដើមចំណុចទី2គឺកម្រិតរវាងគោលដៅនិងវិធីវិតម្លៃយើងក្នុងការវិតម្លៃគឺវិធីវិតម្លៃមានច្រើនប្រភេទមែនទែនប៉ុន្តែនៅក្នុងនេះខ្ញុំលើកតែគោលប៉ុន្មានតែប៉ុណ្ណោះវិធីវិតម្លៃសមស្របទៅនឹងគោលប្រភេទគោលដៅសិក្សាមានវិធីវិតម្លៃសំខាន់រួមមានការធ្វើសំណួរពហុចម្លើយសំណួរគូកងសំណួរជ្រើសរើសចម្លើយខ្លីឬអត្ថបទការសរសេរអត្ថបទខ្លីដែលយើងហៅថា essay ឬក៏ការសរសេរអត្ថបទខ្លីដើម្បីឲ្យសិស្សងាយយល់ឬក៏សរសេរអត្ថបទខ្លីៗពណ៌នាពីអីមួយចាំហើយមួយទៀតការធ្វើគម្រោងការសម្ដែងនិងការផលិតមាតិកាផ្សេងដូចជាជាក់ស្ដែងយើងថ្ងៃនេះយើងបានរៀនពីការធ្វើគម្រោងការសម្ដែងការផលិតផលិតផលនិងការសម្ដែងនេះមិនដូចទីថារឿងរៀនពីរឿងខ្លីរឿងនិទានមួយចឹងយើងចង់ឲ្យសិស្សចេះយើងវាតម្លៃមិនក៏ដឹងថាសិស្សចេះមិនក៏ដឹងថាសិស្សចេះចឹងយើងឲ្យសិស្សដើរតួសម្ដែងនៅក្នុងរឿងនឹងផ្ទាល់ហ្មងរឿងនិទានដែលយើងនិយាយហ្នឹងឬក៏រឿងដែលនៅក្នុងសភៅហ្នឹងហើយបន្ទាប់មកផលិតផលឧទាហរណ៍ថាយើងនិយាយរឿងអត្ថបទដែលនិយាយពីការផលិតអីមួយតែការផលិតស្ករឬការផលិតឧបករណ៍សម្ភារៈអីមួយអញ្ចឹងយើងត្រូវតែដឹងមកឲ្យគាត់ដឹងថាការផលិតស្ករហ្នឹងគេធ្វើម៉េចហើយយើងត្រូវចុះទៅដល់គោលដៅដើម្បីឲ្យដឹងមួយទៀតគឺការសិក្សាផ្ទាល់មាត់ការសួរផ្ទាល់មាត់និងអង្កេតការសួរផ្ទាល់មាត់និងអង្កេតហ្នឹងករណីដែលយើងរៀនចប់យើងហៅកូនសិស្សសួរតើបងអូនយល់យ៉ាងដូចម្ដេចឬក៏បងអូនយល់ពីអ្វីខ្លះអំពីអត្ថបទអញ្ចឹងគាត់ចាប់ផ្ដើមយល់អីឲ្យគាត់ឆ្លើយមកដល់ពេលដែលគាត់ឆ្លើយទៅវាខុសវាឬក៏វាយ៉ាងម៉េចអាហ្នឹងយើងសង្ខេបឬក៏យើងកែសម្រួលក្នុងការបង្រៀនចំណែកការសង្កេតឧទាហរណ៍យើងបរៀនទៅទឹកមុខកូនសិស្សវាអត់មាន smooth មួយយើងវាបែរជាឆ្ងល់ធ្វើមុខឆ្ងល់ជ្រួញចៅមុខខឹងមុខឌឺមុខស្អប់អញ្ចឹងយើងគួរតែធ្វើបែបម៉េចដើម្បីឲ្យដឹងថាការវិតម្លៃការបង្រៀនរបស់យើងនឹងស្ថិតនៅបែបណាមួយទៀតការវិតម្លៃខ្លួនឯងឬក៏មិត្តភ័ក្តិអានេះគឺជាការវិតម្លៃមួយសម្រាប់ខ្លួនឯងយើងគាត់ចង់ដឹងថាគាត់រៀនចេះអីគេខ្លះធ្វើអីគេខ្លះអញ្ចឹងគាត់ព្យាយាមសង្ខេបឬក៏ព្យាយាមសួរមិត្តភ័ក្តិថាខ្ញុំធ្វើបែបអញ្ចឹងត្រូវអត់ខ្ញុំធ្វើបែបអញ្ចឹងគឺល្អអត់ហើយមួយទៀតគឺសុពលភាពនេះគឺយើងគឺជាភាពត្រឹមត្រូវនៃការបកស្រាយប្រើប្រាស់និងផលប៉ះពាល់នៃការវិតម្លៃសុពលភាពនឹងមានអីគេខ្លះមានការវិតម្លៃតំណាងឲ្យមាតិកាដែលបានបង្រៀនលទ្ធផលសមស្របជាមួយនឹងការវិតម្លៃផ្សេងផលប៉ះពាល់លើការរៀននិងការលើកទឹកចិត្តនិងការបង្រៀន
ចឹងលទ្ធផលសមស្របជាមួយគ្នាមានអីខ្លះលទ្ធផលសមស្របនឹងតើការប្រឡងរបស់យើងការធ្វើតេស្តរបស់យើងនឹងសមស្របអត់សិស្សគាត់ទទួលយកបានអត់សំណួរនឹងវាស្រួលឬក៏វាពិបាកឬក៏វាខ្លាំងពេកសមនឹងមេរៀនដែលយើងបានរៀននឹងអត់ទីពីរតើវាយុត្តិធម៌អត់វាសុក្រិតភាពអត់វាគុណធិបតេយ្យអត់តើក្រោយពីការប្រឡងចប់ក្រោយពីការធ្វើតេស្តនឹងចប់តើកូនសិស្សរបស់យើងនឹងគាត់បានធ្វើទៅស្មើភាពគ្នាឧទាហរណ៍ថាមួយធ្វើអត់មើលមួយទៀតទេឲ្យគាត់ធ្វើរៀងៗខ្លួនហើយប្រកាសស្តង់ដារក្នុងមួយថ្នាក់នឹងមានតែ25នាក់ឬក៏25តុយើងឲ្យអង្គុយមកតុម្នាក់មួយចឹងទៅឲ្យគាត់ធ្វើតេស្តហើយតើគាត់ស្មើភាពអត់មិនយើងមកតុ25នាក់តែតុមាន2នាក់ចឹងអត់ស្មើភាពគ្នាចឹងផលប៉ះពាល់លើការរៀនអីគេចឹងការរៀនគាត់មានការរំខានអីខ្លះដូចជាមានឧទាហរណ៍ថាវាពិបាកក្នុងការរៀនមេរៀននឹងគឺខ្លាំងពេកជ្រៅពេកអត់រៀនអត់ចូលចឹងណាការលើកទឹកចិត្តនិងការបង្រៀនការលើកទឹកចិត្តគឺសំខាន់បើសិនជាគាត់បោះបង់មិនរៀនហើយចឹងនាំឲ្យការធ្វើតេស្តឬក៏ការប្រឡងរបស់គាត់នឹងគឺអត់នេះទេគឺអត់រលូនឬក៏អត់មានចំណុចមួយដែលគាត់ធ្វើទៅហើយគឺច្បាស់លាស់ទេអញ្ចឹងយើងគួរតែលើកទឹកចិត្តគាត់ថាទោះបីជាធ្វើខុសឬក៏ធ្វើមិនបានច្រើនតែគួរតែព្យាយាមមួយទៀតការបង្រៀនបើសិនជាយើងបង្រៀនទៅខុសបច្ចេកទេសខុសគោលការណ៍ឬក៏ខុសគោលដៅយើងក៏អាចកែប្រែវាសារជាថ្មីបានដែរចំណែកចំណុចទី5គឺ fairness ឬក៏យុត្តិធម៌អញ្ចឹងផ្ដល់ដូចខ្ញុំនិយាយមកអញ្ចឹងផ្ដល់ភាពយុត្តិធម៌ឲ្យសិស្សទាំងអស់គ្នាតាមរយៈការបង្ហាញសមត្ថភាពរបស់សិស្សយើងទោះបីជាយើងការប្រឡងយើងឲ្យស្មើភាពដូចខ្ញុំនិយាយអញ្ចឹងប៉ុន្តែក្នុងអត្រាកំណែយើងឲ្យកូនសិស្សណាម្នាក់ជាប់ឬក៏កូនសិស្សណាម្នាក់ធ្លាក់តាមអារម្មណ៍យើងក៏អត់កើតដែរអញ្ចឹងឧទាហរណ៍ថាលំហាត់យើងត្រូវបែងចែកពិន្ទុឲ្យដាច់ហើយឧទាហរណ៍ថា10លំហាត់អញ្ចឹងយើង5លំហាត់អញ្ចឹង1លំហាត់គឺបានពិន្ទុ1លំហាត់គឺ2ពិន្ទុចុះបើគាត់ធ្វើខុសបានប៉ុន្មានបើគាត់ធ្វើត្រូវបានប្រមាណយើងគិតគូរនៅក្នុងនឹងហើយអត់មានថា5លំហាត់ឬក៏7លំហាត់គាត់ធ្វើត្រូវបាន2បាន3ដាក់គាត់4ឬក៏5អត់ទេអានោះគឺជាភាពមិនស្មើភាពគ្នាវាជាភាពកុំឲ្យមានសូមឲ្យមានអព្យាក្រឹតកុំឲ្យមានការរើសអើងភេទការរើសអើងវប្បធម៌ឬក៏ការរើសអើងភាសាហ្នឹងគឺជាភាពមួយដែលមិនល្អសម្រាប់គាត់ទេព្រោះការរើសអើងហ្នឹងវាអត់កើតទេហើយអ្វីដែលយើងត្រូវមានគឺភាពបើកចំហត្រូវឲ្យសិស្សដឹងថាការវិតម្លៃរបស់យើងហ្នឹងគឺធ្វើទៅស្មើភាពគ្នាល្អត្រឹមត្រូវហើយច្បាស់លាស់ប្រកបជានឹងគុណភាពតម្លាភាពយុត្តិធម៌ឲ្យមានឱកាសរៀនគ្រប់គ្រាន់មួយទៀតគឺត្រូវមានឱកាសរៀនគ្រប់គ្រាន់ការរៀនគ្រប់គ្រាន់ហ្នឹងឧទាហរណ៍យើងរៀនចប់វគ្គភ្លាមៗយើងចង់ធ្វើតេស្តភ្លាមបានអត់បានប៉ុន្តែតើគាត់បានយល់ឬក៏គាត់បានរៀនអំពីអត្ថបទហ្នឹងនៅឬក៏យើងគ្រាន់តែអានអត្ថបទហើយសួរគាត់មកគាត់យល់អត់ពេលខ្លះគាត់អត់យល់ទេតោះតែយើងសួរគាត់ឬក៏យើងអានអត្ថបទហ្នឹង2ដង3ដងអ្នកខ្លះ3ដងអត់ទាន់យល់ហ៎នៅតែ4ដង5ដងបានគាត់យល់ហើយរឿងមួយការកែប្រែសម្រាប់សិស្សឲ្យមានតម្រូវការពិសេសមិនឲ្យសិស្សហ្នឹងមានភាពច្នៃប្រឌិតថាយើងមិនអាចធ្វើអីទៅតាមតែចិត្តទេយើងត្រូវតែគិតឲ្យច្បាស់ជាងកុំឲ្យថាធ្វើអីទៅតាមចិត្តធ្វើអីទៅវាមិនល្អធ្វើអីទៅបែបជាលក្ខណៈថាមិនតម្រូវការសម្រាប់ការរៀនសូត្ររបស់យើងហើយផលវិជ្ជមាននៅក្នុងការអនុវត្តជាក់ស្ដែងហ្នឹងមានដូចជាការវាតម្លៃជួយលើកកម្ពស់ការរៀននិងលើកទឹកចិត្តនិងការកែលម្អការបង្រៀនចំណុចហ្នឹងគឺជាផលវិជ្ជមានដ៏ល្អហ្មងសម្រាប់សិស្សសម្រាប់គ្រូឡើយហ្នឹងបើសិនជាអត់ធ្វើការវិតម្លៃគឺអត់មានផលនឹងមកអត់លើកទឹកចិត្តគាត់កើតទេព្រោះអត់ដឹងថាគាត់រៀនទៅចេះអត់ឬក៏អត់ចេះហើយការបង្រៀនរបស់យើងល្អអត់ឬក៏មិនល្អឬក៏ខុសបច្ចេកទេសឬក៏ត្រូវបច្ចេកទេសហើយមួយទៀតគឺត្រូវគិតពីការអនុវត្តឧទាហរណ៍គិតការអនុវត្តមកពេលវេលា
ភាពស្មុគស្មាញការផ្ដល់បន្ទុកនិងការចំណាយវាមិនមែនអត់ទេណាការប្រឡងការធ្វើតេស្តមួយយើងត្រូវការចំណាយលើអីទីហោប្រឡងលើกระดาษចំណាយថាប្រឡងលើការសរសេរចំណាយពេលផ្ដល់បន្ទុកយើងគិតមិនគិតឲ្យស្មើភាពគ្នាចំណែកឯចំណុចចុងក្រោយសូមធ្វើសេចក្តីសរុបមកជាសរុបមកការវិតម្លៃក្នុងថ្នាក់រៀនមានគុណភាពគឺជាការវិតម្លៃតាមបែបដែលមានគោលដៅច្បាស់លាស់ហើយមានកម្រិតល្អមានគុណភាពទុកចិត្តបានយុត្តិធម៌និងបង្កើតផលវិជ្ជមានដល់ថ្នាក់រៀនដល់ការរៀននិងបង្រៀននេះគឺជាសេចក្តីសន្និដ្ឋានសរុបចុងក្រោយរបស់ខ្ញុំបាទសូមអរគុណ